ខ្ញុំមកការសង្ខេបសមត្ថភាពគីមីក្នុងរុក្ខជាតិនេះខ្ញុំធ្វើរៀនលេងមកថ្នាក់ទី11សម្រាប់ឆ្នាំខាងមកថ្នាក់ទី11ថ្ងៃនេះខ្ញុំឡើងមកបង្ហាញនៅសម្ភារៈក្នុងការពិសោធន៍សង្កេតសមត្ថភាពគីមីក្នុងរុក្ខជាតិមានដូចជាចង្កៀងអាកុលដែកកេះបំពង់សាដង្កៀបគៀបបំពង់សាជើងតម្របន្ទះឡានដង្កៀបដែកដង្កៀបឈើកន្ត្រៃវ៉ាន់តាស្រោមដៃនិងរុក្ខជាតិហើយនឹងបំពង់សាហ្នឹងទៀតជាបន្តនឹងខ្ញុំមកចូលដំណើរការពិសោធន៍មុនដំបូងយើងត្រូវយកស្លឹករុក្ខជាតិដាក់ចូលទៅក្នុងបំពង់សាយើងចាប់ផ្ដើមបាច់ចង្កៀងអាកុលតើស្លឹករុក្ខជាតិហ្នឹងវាប្រែពណ៌ទៅជាពណ៌អ្វីហើយមានអ្វីនៅក្នុងបំពង់សានៅពេលដែលយើងដឹងហើយយើងសង្កេតឃើញថាស្លឹករុក្ខជាតិក៏ប្រែទៅជាពណ៌ខ្មៅហើយបញ្ចេញផ្សែងឡើងទៅលើនិងបង្កើតបានជាដំណក់ទឹកយើងធ្វើប្រឡូតណាយើងធ្វើពិសោធន៍ហើយយើងឃើញមានដំណក់ទឹកតែដំណក់ទឹកផ្សំឡើងពីអុកស៊ីហ្សែននិងអ៊ីដ្រូសែនហើយនៅក្នុងបំពង់ឡានក៏ឃើញជាមួយនឹងដំណក់ទឹកអុកស៊ីហ្សែនបូកជាមួយនឹងអ៊ីដ្រូសែនដែរហើយស្លឹករុក្ខជាតិប្រែទៅជាពណ៌ខ្មៅវាคล้ายទៅជាវាមានផ្ទុកនៅសារធាតុកាបូនដូច្នេះហើយការពិសោធន៍របស់នាងខ្ញុំត្រូវបានបញ្ចប់សូមអរគុណអ្នកទាំងអស់គ្នា